លោកខឹមសុនសូដាដែលជាអភិបាលនៃគណៈអភិបាលខណ្ឌកំពូលលោកបានដឹកនាំលោកស្រីអភិបាលរងរួមនឹងមន្ត្រីរដ្ឋបាលខណ្ឌក៏ដូចជាមន្ត្រីភូមិបាលខណ្ឌរួមទាំងកម្លាំងបងសម្ដាប់ធ្នាប់ខណ្ឌជាច្រើនអ្នកទៀតមានទាំងក្រុមរដ្ឋបាលសង្កាត់កន្ទោកក្រុមរដ្ឋបាលសង្កាត់ភ្លើងឆេះរទេះបែងចែកជាក្រុមចុះរៀបចំសម្ដាប់ធ្នាប់ក៏ដូចជាធ្វើការបញ្យល់ទៅដល់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ3នៅក្នុងការចូលរួមសហការគ្នាថែរក្សាការពារសម្ដាប់ធ្នាប់អនាម័យបរិស្ថានឲ្យមានសោភ័ណភាពល្អស្អាតនៅតាមគ្រប់បណ្ដាសង្កាត់នីមួយៗនៅក្នុងខណ្ឌកំពូលបងប្អូនប្រិយមិត្តជាទីមេត្រីដោយដែលលោកខឹមសុនសូដាធ្លាប់បានលើកឡើងអញ្ចឹងមានតែការចូលរួមសហការគ្នាជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននីមួយៗសហការជាមួយនឹងអាជ្ញាធរតែប៉ុណ្ណោះដើម្បីឲ្យប្រទេសយើងមានសោភ័ណភាពល្អស្អាតដូចបណ្ដាប្រទេសដទៃទៀតយ៉ាងណាក៏ដោយក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមខួងស្រេងដែលជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទៅលើការថែរក្សាអនាម័យសម្រាប់ធ្នាប់បរិស្ថាននិងបង្កើនសោភ័ណភាពឲ្យបានល្អស្អាតដោយនៅក្នុងវេលាព្រឹកថ្ងៃសៅរ៍ទី25ខែតុលានេះយើងឃើញថាវត្តមានរបស់លោកខឹមសុនសូដាដែលជាអភិបាលនៃគណៈអភិបាលខណ្ឌកំពូលលោកបានដឹកនាំលោកស្រីអភិបាលរងខណ្ឌណាបាទក៏ដូចជាមន្ត្រីរដ្ឋបាលខណ្ឌមានទាំងមន្ត្រីភូមិបាលខណ្ឌកម្លាំងបងសម្ដាប់ធ្នាប់ខណ្ឌរួមនឹងក្រុមរដ្ឋបាលសង្កាត់កន្ទោកនិងសង្កាត់ភ្លើងឆេះរទេះបែងចែកជាក្រុមក្នុងការចុះរៀបចំសម្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ3រហូតដល់4ក្រុមដែលមានដូចជាទី1គឺក្រុមដើររើសសម្រាមតាមដងផ្លូវទី2ក្រុមឈូសឆាយកំណកដីដែលជាប់នៅលើផ្លូវទី3ក្រុមសម្របសម្រួលក្នុងការវាស់វែងយកដីចំណីផ្លូវសម្រាប់អ្នកថ្មើរជើងនិងទី4នោះគឺក្រុមសម្រួលចរាចរណ៍ក្នុងនោះផងដែរលោកខឹមសុនសូដាដែលជាអភិបាលនៃគណៈអភិបាលខណ្ឌកំពូលលោកក៏បានបញ្យល់ណែនាំអំពីសារៈសំខាន់នៃការចូលរួមអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋដែលកន្លងមកមានបងប្អូនមួយចំនួនលោកមិនទាន់យល់ច្បាស់អំពីការបង្កើនសោភ័ណភាពតាមដងផ្លូវនិងផលប៉ះពាល់ផ្សេងដែលរដ្ឋបាលខណ្ឌត្រៀមរៀបចំទុកអនុវត្តនៅពេលខាងមុខនេះបងប្អូនប្រិយមិត្តទស្សនិកជនជាចុងក្រោយនេះលោកខឹមសុនសូដាដែលជាអភិបាលនៃគណៈអភិបាលខណ្ឌកំពូលលោកក៏បានលើកដៃសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខណ្ឌកំពូលទាំងអស់សូមនាំគ្នាចូលរួមរក្សាការពារនៅសណ្ដាប់ធ្នាប់អនាម័យបរិស្ថានឲ្យបានស្អាតល្អជានិច្ចទៅតាមគ្រប់បណ្ដាភូមិសង្កាត់នីមួយៗដើម្បីធ្វើយ៉ាងណាបានជួយបង្កើនសោភ័ណភាពនៅទឹកដីខណ្ឌកំពូលរបស់យើងឲ្យមានសោភ័ណភាពល្អស្អាតមួយកម្រិតថែមទៀតនេះគឺជាការផ្ដាំផ្ញើរបស់លោកខឹមសុនសូដាដោយចេតនារបស់លោកគឺចង់ឃើញប្រជាពលរដ្ឋគ្រប់គ្នាចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អស្អាតទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅដើម្បីមូលដ្ឋានខណ្ឌកំពូលរបស់យើងក៏ដូចជាគ្រប់បណ្ដាមូលដ្ឋាននៅទូទាំងរាជធានីខេត្តទាំង25នៃព្រះរាជាណាចក្រកម្ពុជារបស់យើងឲ្យដូចបណ្ដាប្រទេសជឿនលឿននៅទូទាំងសកលលោកធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយខ្ញុំបាទសវណ្ណរាជរតនាពីខណ្ឌកំពូលរាជធានីភ្នំពេញ